គណៈបកប្រជាជនកម្ពុជាបានធ្វើសេចក្តីថ្លែងការណ៍មួយរំលឹកព្រឹត្តិការណ៍ថ្ងៃទី23តុលាទាក់ទងនឹងកិច្ចព្រមព្រៀងរកសន្តិភាពរវាងភាគីនយោបាយខ្មែរកាលពី24ឆ្នាំមុនសេចក្តីថ្លែងការណ៍នេះបានចែកផ្សាយដោយគណៈប្រតិភូទាក់ទងបរទេសរបស់គណៈបកប្រជាជនកម្ពុជាដែលបាននឹងកំពុងទៅចូលរួមប្រជុំនៅក្នុងទីក្រុង Madrid នៃប្រទេសអេស្ប៉ាញជាមួយនឹងគណៈបកនយោបាយធំនានាប្រមាណ80គណៈបកដែលជាគណៈបកធ្វើដំណើរមកពីសកលលោកជួបជុំគ្នានៅទីនោះសេចក្តីថ្លែងការណ៍ជា3ភាសានឹងបានចែកចាយជូនប្រតិភូនានាដែលបានចូលរួមបានរំលឹកអំពីព្រឹត្តិការណ៍កាលពី24ឆ្នាំមុនគឺនៅថ្ងៃទី23ខែតុលាឆ្នាំ1991ដែលកិច្ចព្រមព្រៀងសន្តិភាពមួយត្រូវបានចុះហត្ថលេខាដោយក្រុមអ្នកនយោបាយខ្មែរ4ភាគីជាមួយនឹងប្រទេសជាសាក្សីចំនួន18ផ្សេងទៀតក្នុងបំណងរកការផ្សះផ្សាជាតិនិងការបញ្ចប់សង្គ្រាមស៊ីវិលគណៈបកប្រជាជនកម្ពុជាដែលដឹកនាំអតីតរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺជាភាគីមួយក្នុងចំណោមភាគីខ្មែរទាំង4ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះចំណែកភាគីខ្មែរ3ដទៃទៀតគឺរួមមានភាគីអង្គីរបស់គណៈបកហ៊ុនស៊ិនប៉ែកភាគីរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតាសឺងសាននិងភាគីកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមសេចក្តីថ្លែងការណ៍របស់គណៈបកប្រជាជនកម្ពុជាបានគូបញ្ជាក់ថាគណៈបកប្រជាជនកម្ពុជាបានបំពេញកាតព្វកិច្ចនានារបស់កិច្ចព្រមព្រៀងនេះដែលនាំឲ្យមានការបង្កើតឡើងវិញនៅរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញសេចក្តីថ្លែងការណ៍បានកត់សម្គាល់ថាជាការពិតកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងឲ្យមានបរិយាកាសសន្តិភាពប៉ុន្តែកិច្ចព្រមព្រៀងនេះមិនបានផ្ដល់ផែនទីបង្ហាញផ្លូវនិងនយោបាយជាក់លាក់ណាមួយដើម្បីកម្ពុជាអាចរក្សានិងការពារសន្តិភាពជានិរន្តរ៍ដែលប្រជាជនកម្ពុជាគ្រប់រូបគ្រប់និន្នាការនយោបាយអាចចែករំលែកអនាគតក្តីសង្ឃឹមនិងក្តីសុបិនតែមួយនោះបានឡើយប្រវត្តិសាស្ត្របានបង្ហាញថាក្រោយកិច្ចព្រមព្រៀងនោះវត្តមានរបស់កម្លាំងអង្គការសហប្រជាជាតិប្រមាណ 15,000 នាក់បានបញ្ជូនចូលមកក្នុងកម្ពុជាដើម្បីរៀបចំឲ្យមានដំណើរការបោះឆ្នោតសកលលើកដំបូងប៉ុន្តែល្បិចកលនយោបាយមួយរបស់ក្រមចលនាតស៊ូជាយដែនដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណរដ្ឋនាពេលនោះបានប្រទាញនយោបាយដែលសហគមន៍អន្តរជាតិបានគូវាឲ្យដើរខុសពីគន្លងនៃកិច្ចព្រមព្រៀងកម្លាំងខ្មែរក្រហមបានដកខ្លួនចេញពីរង្វង់នៃការបោះឆ្នោតហើយកម្លាំងខ្មែរក្រហមនេះត្រូវគណៈបកហ៊ុនស៊ិនប៉ែកបានរក្សាធ្វើជាកូនអុកបន្តរកប្រៀបឈ្នះជាមួយនឹងគណៈបកប្រជាជនកម្ពុជាក្រោយការបោះឆ្នោតរួចកម្លាំងខ្មែរក្រហមបានបដិសេធមិនព្រមរំសាយកម្លាំងទាហានខ្មែរក្រហមក្រមបង្គាប់និងលើពីនេះបានបង្កនយោបាយអបគមតាមទល់ដែននិងរារាំងកម្លាំងអង្គការសហប្រជាជាតិមិនឲ្យចូលត្រួតពិនិត្យក្នុងតំបន់កាន់កាប់របស់ខ្លួននាពេលនោះឡើយនៅក្នុងខែមេសាឆ្នាំ1993គឺមួយខែមុនដំណើរការបោះឆ្នោតសកលជំនួបដ៏សម្ងាត់មួយរវាងព្រះអង្គម្ចាស់នរោត្តម រណរដ្ឋជាមួយនឹងតំណាងនៃភាគីកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមដែលរួមមានលោកពេជ្រ ប៊ុនរ៉េតផងនោះដែរបានធ្វើនៅព្រះរាជដំណាក់សួនភ្លូក្នុងទីក្រុងបាងកកនៃប្រទេសថៃព្រះអង្គម្ចាស់នរោត្តម រណរដ្ឋត្រូវបានសាក្សីដកស្រង់បន្ទូលដែលបានប្រាប់តំណាងភាគីខ្មែរក្រហមថាបើមិនចូលរួមបោះឆ្នោតសកលនោះទេគឺត្រូវរក្សាកម្លាំងនៅខាងក្រៅនេះសិនហើយព្រះអង្គម្ចាស់បានសន្យាថាបើកម្លាំងអង្គារបស់ហ៊ុនស៊ិនប៉ែកឈ្នះឆ្នោតមែនព្រះអង្គនឹងរៀបចំរាជរដ្ឋាភិបាលជាមួយនឹងភាគីខ្មែរក្រហមដើម្បីកាន់កាប់រាជរដ្ឋាភិបាលថ្មីភាគីខ្មែរក្រហមនៅជាមួយការសន្យារបស់ព្រះអង្គម្ចាស់នេះបានប្រកាសការមិនចូលរួមការបោះឆ្នោតនិងបានប្រលេះថាដោយសារមានយន្តបង្កប់5លាននាក់ដើម្បីស្ដារការបោះឆ្នោតទើបខ្មែរក្រហមបានដកខ្លួនមិនចូលរួមក្រោយការបោះឆ្នោតសកលរួចគណៈបកហ៊ុនស៊ិនប៉ែកនិងគណៈបកប្រជាជនកម្ពុជាបានរៀបចំសហនាយករដ្ឋមន្ត្រីដោយព្រះអង្គម្ចាស់នរោត្តម រណរដ្ឋជានាយករដ្ឋមន្ត្រីទី1និងសម្ដេចហ៊ុនសែននាពេលនោះជានាយករដ្ឋមន្ត្រីទី2
ក្នុងព្រឹត្តិការណ៍ដែលបានរៀបចំសហនាយករដ្ឋមន្ត្រីដឹកនាំប្រទេសក្រោយការបោះឆ្នោតនេះកិច្ចប្រឹងប្រែងព្យាយាមចង់នាំភាគីខ្មែរក្រហមដើម្បីចូលរួមអំណាចកាន់កាប់ប្រទេសគឺនៅតែបន្តថែមទៀតតាមរយៈនយោបាយរបស់ព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីទី1ដូច្នេះនៅក្រោយខែឧសភាឆ្នាំ1993ក្រោយមានការបង្កើតរាជរដ្ឋាភិបាលថ្មីលើកដំបូងដែលរៀបចំដោយកម្លាំងអង្គការសហប្រជាជាតិក្រុមខ្មែរក្រហមដែលមិនចូលរួមក្នុងដំណើរការរាជរដ្ឋាភិបាលក៏បានប្រកាសបន្តសង្គ្រាមថែមទៀតសកម្មភាពវាយឆាឆៅរំខានលើភូមិដាច់ស្រយាលជាពិសេសលើភូមិណាដែលមានក្រុមប្រជាជនវៀតណាមរស់នៅដូចជាភូមិនៅលើទឹកក្នុងបឹងទន្លេសាបនៅក្នុងខេត្តសៀមរាបលក្ខណៈឡាក់បានคล้ายជាមុខព្រួយនៃការវាយបំផ្លាញនិងការវាយកំទេចរបស់ក្រុមឧទាមប៉ុន្តែក្នុងគ្រាដែលសមរភូមិប្រយុទ្ធកំពុងតែប្រព្រឹត្តទៅនោះការរៀបចំចរចាគ្នាដ៏ស្ងាត់មួយនៅក្រៅប្រទេសបានធ្វើឡើងនៅក្នុងក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើងរវាងរាជរដ្ឋាភិបាលថ្មីដែលបានជាប់ឆ្នោតសកលលើកដំបូងជាមួយនឹងតំណាងកម្លាំងចលនាឧទាមខ្មែរក្រហមសម្ដេចតេជោសៃនៅពេលនោះត្រូវបានសម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីមនិងសម្ដេចក្រមព្រះនរោត្តមរណរដ្ឋដែលជានាយករដ្ឋមន្ត្រីទី1បានគាំទ្រឲ្យធ្វើជាតំណាងនៃការចរចាជាមួយនឹងតំណាងខ្មែរក្រហមដែលពេលនោះគឺដឹកនាំដោយលោកខៀវសំផនក្នុងកិច្ចចរចាឯទីក្រុងព្យុងយ៉ាងនោះក្នុងការចរចានៅពេលនោះលោកខៀវសំផនបានទាមទារឲ្យរាជរដ្ឋាភិបាលថ្មីដែលមានសហនាយករដ្ឋមន្ត្រីត្រូវអនុវត្តនៅនយោបាយអបបរមាសម្ដេចតេជោសែនបានសួរទៅលោកខៀវសំផនវិញថាអ្វីទៅជានយោបាយអបបរមាលោកខៀវសំផនបានថ្លែងថានយោបាយអបបរមាគឺការព្យួរទុករដ្ឋធម្មនុញ្ញមួយអន្លើសិនហើយត្រូវងាកមកចរចាជាធ្វើភាគីជាមួយនឹងខ្មែរក្រហមសេចក្តីស្នើរកនយោបាយអបបរមារបស់ខ្មែរក្រហមនៅពេលនោះបានទទួលការបដិសេធដោយសារការចរចាទ្វេភាគីនោះគឺជាល្បិចចង់ឲ្យបែងចែកអំណាចជាពីររវាងរដ្ឋាភិបាលថ្មីជាមួយនឹងក្រុមខ្មែរក្រហមសម្ដេចតេជោសែនបានមានប្រសាសន៍ថាគេមិនអាចធ្វើយ៉ាងដូចនេះបានឡើយពីព្រោះខ្មែរក្រហមខ្លួនឯងនោះទេដែលបានសម្រេចមិនចូលរួមការបោះឆ្នោតហើយងាកដើរចេញពីការបោះឆ្នោតខែឧសភាឆ្នាំ1993នោះសម្ដេចតេជោសែនក្នុងការចរចាក្នុងទីក្រុងព្យុងយ៉ាងនោះសម្ដេចបានប្រាប់ទៅលោកខៀវសំផនវិញអំពីការស្នើរបស់រាជរដ្ឋាភិបាលដែលសុំរកការជួបបាញ់គ្នាប៉ុន្តែលោកខៀវសំផនបានទាត់ចោលនៅសេចក្តីស្នើនោះក្រោយការចរចាមិនបានសម្រេចសម្ដេចតេជោសែនក៏បានវិលត្រឡប់មកពីព្យុងយ៉ាងវិញហើយសម្ដេចបានធ្វើដំណើរដោយខ្លួនឯងចុះទៅពិនិត្យស្ថានភាពសមរភូមិប៉ៃលិននាភាគខាងលិចនៃប្រទេសកម្ពុជាដើម្បីរកវិធីស្ដារសភាពការឈានទៅរកសន្តិភាពនោះវិញនាពេលនោះហើយដើម្បីបញ្ចប់ចលនាឧទាមខ្មែរក្រហមនិងការបញ្ចប់ក្រុមអ្នកនយោបាយធ្វើអបគមទឹកដីកម្ពុជានយោបាយឈ្នះឈ្នះក៏បានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍របស់គណៈបកប្រជាជនកម្ពុជារំលឹកខួប24ឆ្នាំថ្ងៃទី23តុលាសេចក្តីថ្លែងការណ៍បានថ្លែងថាដូច្នេះគណៈបកប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះបានបង្រួបបង្រួមភាគីចំនួនទាំងអស់ឲ្យធ្វើការនៅជាមួយគ្នាដើម្បីផលប្រយោជន៍ជាតិតែមួយសេចក្តីថ្លែងការណ៍បានបន្តថាជាលទ្ធផលរាជរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាបានរំសាយសមរភូមិចុងក្រោយរបស់ខ្មែរក្រហមប៉ុលពតប្រកបដោយជោគជ័យនិងបានចាប់ខ្លួនមេដឹកនាំកម្ពុជារបស់របបនេះនាំទៅដល់ការបញ្ចប់ជាស្ថាពរនៅចំនួនដែលបានអូសបន្លាយជាច្រើនទសវត្សរ៍សេចក្តីថ្លែងការណ៍បានបន្តថាសំខាន់ជាងនេះទៅទៀតបណ្ដាកងទ័ពមកពីគ្រប់ភាគីចំនួនផ្សេងត្រូវបានរំសាយនិងធ្វើសមារណកម្មចូលក្នុងកងកម្លាំងប្រដាប់អាវុធជាតិដើម្បីឲ្យពួកគេអាចបំពេញតួនាទីជាអ្នកការពារប្រទេសជាតិនិងប្រជាជនបានដោយពិតប្រាកដប្រវត្តិសាស្ត្របានបង្ហាញថាកិច្ចព្រមព្រៀងនៃក្រុងប៉ារីទោះបីជាជួយដោះស្រាយនៅវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរការជួយបញ្ចប់នៅបញ្ហាជនភៀសខ្លួនតាមព្រំដែននិងការជួយបញ្ជូនជនភៀសខ្លួនរាប់សែននាក់វិលត្រឡប់មកតាំងទីលំនៅលើដីថ្មីក្នុងប្រទេសវិញនិងការបញ្ចប់ការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិលើកម្ពុជាវិញក៏ដោយប៉ុន្តែសង្គ្រាមស៊ីវិលនៅតែបន្តថែមទៀត
រហូតនៅចុងឆ្នាំ1998 នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោសែនបានបញ្ចប់ទាំងស្រុងនៅសង្គ្រាមស៊ីវិលក្នុងស្រុកហើយកម្ពុជាលែងមានតំបន់អបគមរបស់ក្រុមឧទាមក្រុមគណៈបកនយោបាយដែលខ្វែងគំនិតគ្នាត្រូវបានប្រមូលផ្ដុំឲ្យស្ថិតក្រោមដំបូលរាជរដ្ឋាភិបាលតែមួយក្រោមរដ្ឋធម្មនុញ្ញតែមួយនិងក្រោមព្រះមហាក្សត្រតែមួយសន្តិភាពពិតប្រាកដបានចាប់ផ្ដើមហើយកម្ពុជាបានចាប់ផ្ដើមអភិវឌ្ឍប្រទេសតាំងពីពេលនោះមក